ចាជីបសួរបងប្អូនបាត់រៀងបាត់យូរបងប្អូនអើយអត់មានមកម្ហូបអីបង្ហាញបងប្អូនមើលសោះគឺថាមានបញ្ហាជាមួយខាង TikTok ចឹងណាបងប្អូនទើបនឹងថាយក account មកវិញបានចឹងណាបងប្អូនហើយថ្ងៃនេះផងដែរគឺថាធ្វើមីសុខភាពជាមួយនឹងមន់ធរិយាគិចឹងណាបងប្អូនហើយគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងហើយដូចក្នុងវីដេអូហ្នឹងបងប្អូនទឹកសម្រាប់ទឹកធរិយាគិហ្នឹងគឺខ្ញុំប្រើកន្លះកូនចានហើយនឹងអំបិលជាមួយនឹងម្រេចបន្តិចមកដើម្បីយើងយកមកប្រឡាក់មន់ទីដំបូងគឺថាយើងមកហាន់មន់យើងឲ្យវាចេញបែបហ្នឹងចឹងណាបងប្អូនដើម្បីឲ្យវាពេលយើងប្រឡាក់ទៅគឺចូលជាតិគ្នាបានល្អបងប្អូនសម្រាប់ការប្រឡាក់មន់នេះផងដែរគឺខ្ញុំដាក់តែអំបិលជាមួយនឹងម្រេចបន្តិចតែប៉ុណ្្នឹងទេបងប្អូនអត់មានត្រូវការថែមអីពីលើនឹងទេបងប្អូនអើយហើយយើងផ្អាប់វាទុកមកស្ទុះសិនទៅហើយយើងទៅដាក់ខ្ទះជាមួយនឹងភ្លើងឲ្យវារៀងក្តៅសិនណាចាំយើងដាក់មន់ចូលចៀនបងប្អូនសម្រាប់មន់គឺយើងចៀនដំបូងគឺយើងត្រូវដាក់ខាងសាច់ទៅមុនណាបងប្អូនកុំតន់អាចចៀនខាងស្បែកគឺត្រូវចៀនបែបហ្នឹងមុនហើយយើងដាក់ប៉ុណ្ណឹងទៅយើងទុកចោលទៅយើងមកដាំទឹកដើម្បីស្រោះបន្លែស្រស់មីយើងបងអូនប៉ុណ្ណឹងមកនេះមន់យើងមើលតែរបៀបរៀងឆ្អិនប៉ុណ្ណឹងហើយចាំយើងប្រែទៅខាងស្បែកម្ដងបងប្អូនហើយយើងប្រែហើយយើងគ្របទុកចោលទៅហើយយើងទៅធ្វើការងារអីផ្សេងសិនទៅបងប្អូនហើយមន់ធ្វើមកយើងចៀនយើងអាសាមើលវាដែរកុំឲ្យវាខ្លោចបងប្អូនព្រោះថាអាពេលដែលវាចៀនចិត្តឆ្អិនហ្នឹងវារៀងចង់ទៅខ្លោចបងប្អូនអញ្ចឹងយើងអាសាប្រែវាយើងចៀនរៀងក្រៀមហើយយើងដួសទឹកវាចេញអញ្ចឹងមកចាំយើងចាក់ជាមួយនឹងសសធរិយាគិយើងចូលបងប្អូនហើយកន្លែងនេះមន់ស្បែកមន់ខ្ញុំរៀងល្មមហីប៉ុណ្ណឹងរៀងក្រៀមល្មមហើយយើងចាក់ទឹកសសធរិយាគិយើងចូលសម្រាប់ទឹកធរិយាគិហ្នឹងក៏អត់មានបានផ្សំគ្រឿងអីថែមដែរបងប្អូនគឺខ្ញុំថែមតែប្រេងល្ងពីលើហ្នឹងទៀតទេសម្រាប់ប្រេងល្ងគឺខ្ញុំដាក់ថែមមួយសាព្រាបាយបើបងប្អូនអត់មានដាក់តែទឹកធរិយាគិនឹងសុទ្ធក៏បានដែរដោយសារខ្ញុំចង់បានភាពក្លិនឈ្ងុយចេញពីប្រេងល្ងដែរអញ្ចឹងណាបងប្អូនហើយយើងក្រោកវាចោលទុកមកសិនទៅហើយយើងមកស្រោះបន្លែរបស់យើងសម្រាប់បន្លែគឺខ្ញុំដាក់ស្រោះតែមួយផ្លែទេបងប្អូនដាក់តែប៉ុណ្្នឹងគឺយើងស្រង់វាចេញហើយសម្រាប់ស្ពៃតឿនហ្នឹងបងប្អូនហើយយើងដើម្បីឲ្យវាមានពណ៌សម្រស់នៅស្អាតចឹងណាហើយខ្ញុំចូលចិត្តរសជាតិរៀងនៅច្របដែរហើយទឹកក្តៅដល់ពេលយើងសល់យើងយកមកស្រោះមីយើងមកមីខ្ញុំជ្រើសរើសយកមីបន្លែបងប្អូនមីល្ពៅបងប្អូនហើយនេះពេលដែលទឹកសោះវារៀងឡើងពងក្រងអញ្ចឹងបងប្អូនយើងគឺអាសាប្រែវាហ្មងតិចប្រែចុះប្រែឡើងជៀសវាងវាខ្លោចបងប្អូនហើយភ្លើងគឺយើងដាក់មកល្មមមកបងប្អូនហើយយើងទៅអាសាកូរវាចុះឡើងអញ្ចឹងណាបងប្អូនហើយយើងកូរវាឲ្យវារៀងរីងប៉ុណ្ណឹងមកមើលតើស្បែកមន់យើងសវល់វាឡើងស្អាតហើយតែប៉ុណ្្នឹងឯងបងប្អូនសម្រាប់ទឹកសសធរិយាគិនេះផងដែរបងប្អូនអាចទៅរកទិញបាននៅតាមម៉ាតតាមផ្សារទំនើបអីគេមានលក់អីបងប្អូនខ្ញុំទិញពីផ្សារអេអនមកបងប្អូនហើយបើយើងចង់ធ្វើខ្លួនឯងក៏បានដែរបងប្អូនចាំមើលខ្ញុំចេញវីដេអូវគ្គក្រោយខ្ញុំនឹងបង្រៀនបងប្អូនធ្វើពីទឹកសសធរិយាគិនេះបងប្អូនហើយសវល់មន់ស្អាតទេបងប្អូនតើមកអាទឹកសសដែលសល់នៅក្នុងខ្ទះហ្នឹងយើងកុំចាក់ចោលណាគឺយើងទុកវាយកមកប្រឡាក់ជាមួយមីយើងឆ្អិនល្មមហើយយើងស្រង់មីយើងនឹងមកប៉ុន្តែខ្ញុំមីរបស់ខ្ញុំនេះវារៀងទន់ណាបងប្អូនបើសិនជាយើងរើសយកមីទីរៀងស្វិតជាងនេះតិចឆ្ងាញ់បងប្អូនហើយទឹកសោះយើងចាក់ចូលចានមិញហ្នឹងយើងមកដាក់ជាមួយមីបងប្អូនដាក់កូរវាឲ្យវារៀងចូលជាតិគ្នាជាមួយនឹងទឹកសោះហ្នឹងណាបងប្អូនធ្វើម៉េចកូរវាឲ្យវារៀងសប់បងប្អូនហើយដោយសារមីខ្ញុំវារៀងទន់ពេកអញ្ចឹងណាសោះវារៀងយូរក៏មិនដឹងឬក៏មកពីខ្ញុំជ្រើសរើសមីនឹងវារៀងទន់ក៏មិនដឹងដែរបងប្អូនតែរសជាតិឆ្ងាញ់បងប្អូនហើយយើងហើយអស់ហើយយើងដាក់ចូលចានរបស់យើងមកដើម្បីឲ្យយើងដូចថារសជាតិឆ្ងាញ់ហើយយើងត្រូវមានសម្រស់ទៀតអញ្ចឹងណាបងប្អូនមួយចាននេះគឺថាបានសុខភាពហើយក៏បានរសជាតិឆ្ងាញ់ដែរបងប្អូនសម្រាប់មន់វិញគឺថាឡើងក្រហមស្អាតចឹងតែម្ដងនេះបើសិនជាយើងធ្វើថែមជាមួយនឹងស៊ីអ៊ីវខាប់ទៀតណាក៏បានពណ៌មន់នឹងស្អាតដែរបងប្អូនតែខ្ញុំ
អត់មានស៊ីអ៊ីវខាប់វាអស់ចឹងទៅក៏ដាក់តែប៉ុណ្្នឹងទៅហើយទឹកសបរបស់យើងដាក់ថែមពីលើចឹងមកហើយយើងរោយល្ងពីលើអញ្ចឹងបន្តិចមកទៀតមកគឺថាស្អាតហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនសាក់ធ្វើញ៉ាំនៅផ្ទះសាក់មើលថារសជាតិយ៉ាងម៉េចដែរអាច comment នៅខាងក្រោមអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនស្រឡាញ់ចូលចិត្តអីអាច follow និង like ផងអរគុណបងប្អូន